សម្រាប់ព័ត៌មានពិស្ដាគឺខ្ញុំសូមដកស្រង់ខ្លះពីការថ្លែងរបស់ខាងអាជ្ញាធរមានកម្ពុជាតាក់ទងជាមួយនឹងហេតុការណ៍ដែលបានផ្ទុះមានបណ្ដាលឲ្យជនជាតិចិនម្នាក់របួសដាច់ជើងហើយក្នុងពេលភ្លាមនោះគឺខាងយោធាថៃចោទថាគឺជាមានថ្មីដែលកម្ពុជាជាអ្នកដាក់ហើយបាននិយាយអំពីកិច្ចសហប្រតិបត្តិការនៃការដោះមានដោយចោទកម្ពុជាថាមិនបានសហការឥឡូវនេះគឺខាងអាជ្ញាធរមានកម្ពុជាបានឆ្លើយតបវិញទើបតែចេញមុននេះប្រហែលជា1ម៉ោងតែប៉ុណ្ណោះគឺថ្មីតែម្ដងគឺអាជ្ញាធរមានបានសម្ដែងដំបូងគឺគាត់សម្ដែងការសោកស្ដាយចំពោះហេតុការណ៍ដែលបណ្ដាលឲ្យមានរបួសជនជាតិចិននោះបាទហើយគាត់ជូនពរឲ្យសះស្បើយពីព្រោះអីសម្រាប់កម្ពុជាទោះបីជាអ្នកណាក៏ដោយដែលរងរបួសដោយសារក្របមាននោះគឺកម្ពុជាសោកស្ដាយមិនចង់ឲ្យរឿងនេះកើតឡើងនោះទេទន្ទឹមនឹងនោះគឺខាងកម្ពុជាក៏ឈានដល់ការនេះគឺបំភ្លឺជូនសាធារណជនក៏ដូចជាឆ្លើយតបជាមួយនឹងការចោទប្រកាន់របស់ថៃផងដែរគឺទី1កម្ពុជានៅតែឈរលើគោលចំហថាមីនដែលនៅទីនោះគឺជាចំការមីនដែលបន្សល់តាំងពីសង្គ្រាមរបស់កម្ពុជាសង្គ្រាមស៊ីវិលដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍មកហើយក្នុងពេលអតីតកាលបាទអញ្ចឹងគឺកម្ពុជាចាត់ទុកថាជាសំណល់សង្គ្រាមហើយទី2គឺកម្ពុជាបានបដិសេធទាំងស្រុងតែម្ដងចំពោះការចាប់ប្រកាន់ដែលថៃធ្វើឡើងតាមរយៈសារព័ត៌មាននានាហើយនៅក្នុងបណ្ដាញសង្គមនោះថាជាការចោទប្រកាន់មិនមានការពិតនោះទេហើយមាននិន្នាការនយោបាយហើយមិនស្របតាមស្តង់ដារអន្តរជាតិនិងកិត្តិនាមរបស់កម្ពុជាដែលកម្ពុជាខិតខំប្រឹងប្រែងដោះមាននោះទេបាទកម្ពុជាក៏បានឈានដល់ការនោះបានបដិសេធដាច់ខាតទោះបីក្នុងកលតិសៈណាក៏ដោយក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងអូតាវ៉ាគឺកម្ពុជានឹងមិនប្រើប្រាស់មីននោះឡើយហើយនៅក្នុងនោះគឺកម្ពុជាបានសង្កត់ធ្ងន់ថាប្រសិនបើមានមីនថ្មីដោយដែលថៃបានអះអាងមែនគឺកម្ពុជាសួរវិញថាដោយកម្ពុជាមិនមានប្រើប្រាស់មីនតើនរណាជាអ្នកដាក់មីនកម្ពុជាមិនអាចឆ្លើយសំណួរនេះជំនួសថៃបានឡើយបាទអញ្ចឹងនៅក្នុងន័យនេះគឺចង់មានន័យថាអ្នកដាក់មីនមិនបើមានតែ2នាក់បើកម្ពុជាមិនដាក់តើអ្នកណាជាអ្នកដាក់ដូច្នេះកម្ពុជាបានបដិសេធជាបន្តបន្ទាប់ហើយក៏ទន្ទឹមនឹងនោះគឺកម្ពុជាបានស្នើអំពាវនាវឲ្យមានការស៊ើបអង្កេតរួមគ្នាដោយឯករាជ្យបាទនិងប្រកបដោយវិជ្ជាជីវៈដើម្បីឲ្យឃើញការពិតគឺមិនត្រូវធ្វើការចាប់ប្រកាន់ជាសាធារណៈហើយបង្កើនភាពតានតឹងធ្វើឲ្យសហគមន៍អន្តរជាតិមានការភ័ន្តច្រឡំនោះទេបាទនេះគឺជាជំហររបស់កម្ពុជាពាក់ព័ន្ធជាមួយនឹងការចាប់ប្រកាន់របស់ខាងភាគីថៃតាក់ទងជាមួយនឹងមីនណាអញ្ចឹងនេះគឺជាសេចក្តីថ្លែងការណ៍ខ្ញុំដកសំប៉ុណ្ណឹងហើយក្រសួងការពារជាតិរបស់កម្ពុជាដោយដែលប្រិមិត្តបានសួរខ្ញុំម្សិលមិញគឺនៅក្នុងកម្មវិធីម្សិលមិញនៅកម្ពុជានៅសហរដ្ឋអាមេរិកដែលទៅជាព្រឹកវិញមកនៅកម្ពុជាហ្នឹងគឺប្រិមិត្តបានដឹងហើយណាគឺខាងលើខ្ញុំសង្ខេបជូនបន្តិចគឺអ្នកនាំពាក្យរបស់ក្រសួងការពារជាតិកម្ពុជាគឺអ្នកស្រីឧត្តមសេនីយ៍ឯកម៉ាលីសុជាតាក៏អ្នកស្រីបានបញ្យល់អំពីហេតុការណ៍នោះផងដែរអ្នកស្រីថាគឺហេតុការណ៍ហ្នឹងផ្ទុះមីនហ្នឹងគឺនៅម៉ោង3:20នាទីទៀបភ្លឺបាទទៅឆ្លងដែរនេះទៀបភ្លឺអញ្ចឹងឆ្ងល់ដែរណាបាទគឺនៅតំបន់ខាងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺមានលឺសូរផ្ទុះមានមួយគ្រាប់ដែរបាទគឺកម្ពុជាតាមពិនិត្យនៅគឺកម្ពុជាថាគឺជាតំបន់ដែលមានចាស់ដែលបន្សល់ពីសង្គ្រាមជាយូរឆ្នាំមកហើយណាកម្ពុជាបានបញ្ជាក់អញ្ចឹងហើយកម្ពុជាថែមទាំងបានបង្ហាញថាជនជាតិចិននោះគឺមិនបានមានក្នុងឯកសារដែលថាចូលមកប្រទេសកម្ពុជានោះទេនេះបើតាមកំណត់ត្រាឯកសាររបស់ក្រសួងមហាផ្ទៃរបស់កម្ពុជាបាទដូច្នេះគាត់មិនដឹងជាចេញចូលតាមណានោះទេហើយកម្ពុជាក៏បានបដិសេធចំពោះការចោទប្រកាន់នឹងស្តៀងគ្នាហើយជាមួយនឹងខាងអាជ្ញាធរមានដែលបានលើកឡើងដែរណាបាទអញ្ចឹងគឺកម្ពុជានៅតែបដិញ្ញាគោរពទៅតាមស្មារតីនៃការប្រជុំកន្លងមកនឹងមានការធ្វើការងាររបស់ក្រមរួមគ្នាក្នុងការដោះមីនហើយនឹងវាតម្លៃទៅលើរដ្ឋផលដែលមានជាបន្តបន្ទាប់ផងដែរបាទនេះគឺជាអ្វីដែលខាងកម្ពុជាបានឆ្លើយតបណាប្រិមិត្តបានដឹងហើយគឺខ្ញុំមិនបាច់ចូលលម្អិតនៅអ្វីដែលអ្នកស្រីអ្នកនាំពាក្យបានលើកឡើងនោះទេ
ก็ប៉ុន្តែអ្វីដែលជាការគួរឲ្យចាប់អារម្មណ៍មួយដែរតកតងនឹងបញ្ហាមីននេះគឺនៅមុននេះតែបន្តិចទេគឺបើម៉ោងនៃការចេញផ្សាយហ្នឹងរបស់ Council ហ្នឹងគឺចេញផ្សាយនៅម៉ោង 5:40 នាទីល្ងាចណាគឺម៉ោង 5:40 នាទីល្ងាចមកនៅក្នុងប្រទេសកម្ពុជាឥឡូវនេះម៉ោង 9:30 នាទី 42 នាទីបាទគឺបានតែ4ម៉ោងមុននេះណាសារព័ត៌មាន Council ក៏ទើបតែចេញ4ម៉ោងមុននេះដោយធ្វើបច្ចុប្បន្នភាពតាក់ទងជាមួយនឹងកន្លែងផ្ទុះមីននិងហេតុការណ៍ផ្ទុះមីនហ្នឹងអញ្ចឹងខ្ញុំមិនបញ្ចេញបញ្ចូលខ្ញុំសូមបកប្រែត្រួសនៅអ្វីដែល Council បានរាយការណ៍តាក់ទងនឹងហេតុការណ៍ហ្នឹងអញ្ចឹងប្រិមិត្តសូមស្ដាប់ដោយខ្លួនឯងហើយនឹងពិចារណាណាអញ្ចឹងខ្ញុំសូមអានខ្លះពី Council ក៏ថាជនជាតិចិនម្នាក់បានបាត់បង់ជើងរបស់គាត់នៅពេលដែលជន់មីននៅក្នុងតំបន់មួយដែលគេដឹងថាជាតំបន់គ្រោះថ្នាក់នៅជិតព្រំដែនរបស់ថៃជាមួយនឹងកម្ពុជាមន្ត្រីយោធារបស់ថៃបាននិយាយដូចនេះកាលពីថ្ងៃអាទិត្យនេះណានៅថ្ងៃអាទិត្យនេះដែលជាហេតុការណ៍នៃការផ្ទុះចុងក្រោយបំផុតវាបង្ហាញនៅការគម្រាមកំហែងដែលមានជាបន្តបន្ទាប់នៅក្នុងតំបន់ព្រំដែនដែលមានចំនួនដែលប្រតិបត្តិការនៃការដោះមីននៅតែមិនទាន់បញ្ចប់នៅឡើយយោធាថៃបាននិយាយថាកងឯកភាពដោះមីនមនុស្សធម៌ទី1របស់ខ្លួនបានរកឃើញបាទមីនបន្ថែមមួយគ្រាប់ទៀតនៅថ្ងៃសៅរ៍នៅជិតភូមិបាននងច័ន្ទនៅខាងភាគីថៃក៏ថាបាននងច័ន្ទនៅក្នុងស្រុកគោកសុងខេត្តស្រះកែវដែលនៅទីនោះគឺបរិះអាយុ26ឆ្នាំជនជាតិចិនដែលគេស្គាល់ឈ្មោះថាស៊ីជាងគួយមកពីខេត្តយូណានបានរងរបួសអ្នកជំនាញខាងជាតិផ្ទុះរបស់ថៃយោធាថៃបានកំណត់ថាមីននោះគឺជាមីនប្រភេទប្រឆាំងមនុស្សប្រភេទ PMN ហើយជាមីនប្រភេទ model ចាស់ an older model បាទគាត់ប្រាប់ពាក្យហ្នឹង an older model គឺបានន័យថា model ប្រភេទមីនគឺប្រភេទចាស់ពួកគេក៏បានរកឃើញមាន PMN មួយទៀតដែរនៅចម្ងាយប្រមាណជា2ម៉ែត្រពីកន្លែងផ្ទុះការហេតុការផ្ទុះនេះកើតឡើងនៅក្នុងអ្វីដែលអាជ្ញាធរបានចាត់ទុកថាដោយសារតែមានតំបន់នោះជាតំបន់គេសង្ស័យថាជាតំបន់ដែលមានគ្រោះថ្នាក់ដែលការបោសសម្អាតមីនប្រតិបត្តិការបោសសម្អាតមីនកំពុងតែដំណើរការនៅឡើយចាប់តាំងតែពីថ្ងៃទី11ខែវិច្ឆិកាមកកងឯកភាពយោធាក៏បានបោសសម្អាតដីបានប្រមាណជា16453ម៉ែត្រការ៉េបាទហើយនឹងតួនឹងគឺបានរកឃើញមានប្រឆាំងមនុស្សនឹងប្រមាណជា22គ្រាប់ហើយក្នុងនោះគឺមានប្រភេទ PMN នឹងចំនួន20គ្រាប់ហើយនឹងមានប្រភេទ POMZ2 នឹងចំនួន1គ្រាប់ហើយនឹងមាន MPD 6M នឹងផងដែរ1គ្រាប់អញ្ចឹងអ្នកនាំពាក្យរបស់យោធាថៃគឺលោកឧត្តមសេនីយ៍តូវិនថៃស៊ូវ៉ារីបាននិយាយថាតំបន់ដែលហេតុការណ៍កើតឡើងនោះគឺត្រូវបានទាមទារដោយភាគីថៃជាផ្នែកមួយនៃទឹកដីក្នុងខេត្តស្រះកែវរបស់ថៃហើយតំបន់នោះបាទដល់ពាក្យក្នុង quote របស់គាត់គាត់ថាគឺជាតំបន់ដែលមានរងផលប៉ះពាល់ដោយសារក្របមីនជាច្រើនដែលអាជ្ញាធរថៃកំពុងតែស្ថិតនៅក្នុងដំណើរការក្នុងការបោសសម្អាតនៅទីនោះនៅឡើយបាទអញ្ចឹងពីចំណុចហ្នឹងប្រិយមិត្តខ្ញុំសូមបន្ថែមមុខកញ្ចក់បន្តិចគឺសម្ដីរបស់លោកស៊ូវ៉ារីនៅចុងក្រោយហ្នឹងគាត់ទទួលស្គាល់ថាតំបន់ហ្នឹងគឺជាតំបន់ដែលមានមីនបាទតំបន់ដែលមានមីនហើយគឺកំពុងតែនៅបោសសម្អាតនៅឡើយបាទអញ្ចឹងបានន័យថាគាត់ទទួលស្គាល់មីនថាតំបន់ហ្នឹងមិនមែនតំបន់វាស្រែចម្ការដែលប្រជាពលរដ្ឋធ្វើការងារប្រចាំថ្ងៃទេគឺជាតំបន់មីនហើយកំពុងតែធ្វើប្រតិបត្តិការបាទគាត់និយាយអញ្ចឹងហើយចំណុចទី2គាត់ថាមីនដែលរកឃើញហ្នឹងគឺមីនប្រភេទចាស់បាទមានប្រភេទចាស់ទេមានប្រឆាំងមនុស្សមែនប៉ុន្តែមានប្រភេទចាស់បាទអញ្ចឹងម្សិលមិញគាត់និយាយផ្សេងបាទភ្លឹបឡើងគាត់ថាមានថ្មីកម្ពុជាដាក់ឥឡូវថ្ងៃនេះគាត់ថាមានហ្នឹងគឺមើលទៅមានចាស់ទេមានប្រភេទចាស់បាទមានប្រភេទចាស់
ខ្ញុំនិយាយច្បាស់កន្លែងហ្នឹងកុំឲ្យនិយាយថាមានដាក់ថ្មីដាក់ចាស់យើងអត់ដឹងនេះគឺមានប្រភេទចាស់បាទមានប្រភេទចាស់ហ្នឹងគឺបាទតើវាមកពីណាហ្នឹងចឹងបានថាក៏ទៅជូនប្រិមិត្តឲ្យពិចារណាទាំងអស់គ្នាមិនមែនថាយើងមានអារម្មណ៍មនោចេតនាស្រឡាញ់ជាតិយើងខ្លាំងពេកយើងមិនប្រឈមនឹងការពិតនោះទេបាទអញ្ចឹងនេះខ្ញុំសូមចែករំលែកជូនប្រិមិត្តអញ្ចឹងបើចង់ដឹងច្បាស់គឺទៅមើលកាសែត Council គាត់ទៅចេញផ្សាយថ្មីហ្នឹងណាព័ត៌មានទី2គឺជាសេចក្តីថ្លែងការណ៍របស់ខាងតំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវណាជាខ្ញុំសូមសង្ខេបជូនប្រិយមិត្តតិចខ្លះអំពីខ្លឹមសារដែលកម្ពុជាឆ្លើយតបជាមួយនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលសិទ្ធិបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាគឺលោកវិធិតមុនថាបនឥឡូវនេះខាងស្ថានបេសកកម្មកម្ពុជានៅទីក្រុងហ្សឺណែវហ្នឹងបានស្នើបាទដោយខ្លឹមសារសង្ខេបខ្ញុំសូមមិនចូលពាក្យពេចន៍ការទូតដែលគេលើកសរសើរឲ្យទៀមទីអីផ្សេងខ្ញុំមិនចូលពាក្យណៃណងចឹងខ្ញុំគាត់ថាចូលខ្លឹមសារសំខាន់តែម្ដងខ្លឹមសារសំខាន់នោះគឺកម្ពុជាស្នើឲ្យអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សអង្គការសហប្រជាជាតិហ្នឹងប្រឹងប្រែងធ្វើការងារបន្ថែមទៀតហ្នឹងចំណុចទី1គឺដោយខាងកម្ពុជាវាតម្លៃថាសេចក្តីថ្លែងការណ៍ដែលលោកមុនថាបនបានចេញមកហ្នឹងគឺមិនបានផ្ដោតទៅលើសំខាន់ទៅលើសិទ្ធិមនុស្សតាក់ទងជាមួយនឹងបញ្ហាជំលោះព្រំដែនកម្ពុជាថៃនោះទេបាទគឺលក្ខណៈទូទៅពេកហើយកម្ពុជាយល់ឃើញថាភាពធ្ងន់ធ្ងរនិងភាពជាក់លាក់នៃបញ្ហាដែលកើតឡើងហ្នឹងគួរតែត្រូវបានយកចិត្តទុកដាក់ច្រើនជាងនេះហើយការបញ្ចេញមតិដែលលោកមុនថាបនបានបញ្ចេញគឺកម្ពុជាចាត់ទុកថាជាការបញ្ចេញមតិមានលក្ខណៈទូទៅនិងទូលំទូលាយមិនស្របនឹងភាពធ្ងន់ធ្ងរនិងស្ថានភាពនិងហានិភ័យរបស់ជនស៊ីវិលប្រឈមមុខនៅតំបន់នោះទេហើយកម្ពុជាក៏សម្ដែងរបៀបដូចជាការខកចិត្តដែរណានេះជាពាក្យរបស់ខ្ញុំថាខកចិត្តហ្នឹងពាក្យរបស់ខ្ញុំដោយកម្ពុជាបញ្ជាក់ថាផុសតាងនឹងការព្រួយបារម្ភផ្នែកច្បាប់ដែលដាក់ជូនទៅអង្គការនានាហ្នឹងគឺនៅមិនទាន់ទទួលបានការយកចិត្តទុកដាក់ឲ្យសមស្របតាមស្ថានភាពហ្នឹងនៅឡើយទេចឹងបានន័យថាកម្ពុជាទាមទារឲ្យមានការយកចិត្តទុកដាក់ថែមទៀតហើយចុងបញ្ចប់គឺក៏កម្ពុជាក៏ស្នើសូមឲ្យអ្នករាយការណ៍ពិសេសហ្នឹងចូលរួមចំណែកបន្ថែមទៀតបន្តចូលរួមចំណែកបន្ថែមទៀតប៉ុន្តែឲ្យគ្រប់ជ្រុងជ្រោយផងមកលើកទឹកចិត្តឲ្យលោកនឹងឆ្លើយតបធ្វើអ្វីឲ្យតបតាមពេលវេលាជាក់ស្ដែងនៃរឿងនឹងកើតឡើងកុំទុករាប់ខែគឺបានន័យថាកិច្ចព្រមព្រៀងសន្តិភាពដំបូងបាត់ជុំបែកគ្នាដំបូងតាំងពីថ្ងៃ28ខែ7អញ្ចឹងណាចាប់ទៅតែខែ11ហើយទៅចេញសេចក្តីថ្លែងការណ៍មកដូចជាគាត់យូរពេកអញ្ចឹងសូម្បីតែអ្នកធម្មតាដែលស្រឡាញ់អង្គការសហប្រជាជាតិក៏មិនអាចទទួលយកបានដែរជាពិសេសដូចលោកឆាំងយុអញ្ចឹងលោកឆាំងយុជាមនុស្សដែលមនុស្សក្លីបអន្តរជាតិបាទមនុស្សក្លីបអន្តរជាតិគ្រប់គ្រងស្ថាប័នអន្តរជាតិហើយគាត់ក៏ទ្រាំមិនបានចេញសេចក្តីអត្ថាធិប្បាយមួយដែលខ្ញុំបានចែករំលែកជូនប្រិយមិត្តហើយគាត់ថាអត់មាននៃខ្លឹមសារអីសោះតែម្ដងនិយាយទូទៅច្បោលយកណាបាទអញ្ចឹងនេះគឺជាអ្វីដែលកម្ពុជាបានបញ្ចេញប្រតិកម្មខ្ញុំចែករំលែកជូនប្រិយមិត្ត